ត្រូវឆាប់ឆេះនៅក្នុងសង្គ្រាមបង្កឡើងដោយអាមេរិកនិងអ៊ីស្រាអែលរបបអ៊ីស្លាមអ៊ីរ៉ង់នៅតែមិនចុះញ៉មមិនចុះចាញ់នៅចំពោះមុខពាក្យសម្លុតរបស់ប្រធានាធិបតីអាមេរិកនៅថ្ងៃសៅរ៍ទី14មីនានេះពលគឺនៅតែប៉ុន្មានម៉ោងក្រោយពីប្រកាសប្រាប់ឲ្យប្រជាជននៅអេមីរ៉ាតអារ៉ាប់រួមចាក់ចេញជាបន្ទាន់ពីតំបន់កំពង់ផែអ៊ីរ៉ង់បានបើកការវាយប្រហារមីស៊ីលហើយនឹងដ្រូនសម្ដៅទីតាំងស្តុកប្រេងមួយកន្លែងរបស់ប្រទេសមួយនេះគិតចាប់តាំងពីផ្ទុះសង្គ្រាមនៅដើមបូព៌ានេះគឺជាលើកទី2ហើយដែលទីតាំងនាំចេញប្រេងដ៏ធំមួយរបស់អេមីរ៉ាតអារ៉ាប់រួមគឺហ្វូជៃរ៉ាបានក្លាយជាផ្ទាំងសៀកវាយប្រហាររបស់អ៊ីរ៉ង់បាញ់បំផ្លាញទីតាំងប្រេងរបស់អេមីរ៉ាតអារ៉ាប់រួមទៅតាមពាក្យព្រមានរបស់ខ្លួនទៅកាន់ប្រធានាធិបតីអាមេរិកដែលថាអ៊ីរ៉ង់នឹងសងសឹកវាយប្រហាររាល់ទីតាំងប្រេងរបស់ប្រទេសនៅក្នុងតំបន់បើសិនជាអាមេរិកហ៊ានតែដៅកំទេចកោះខាកដែលជាទីតាំងស្តុកហើយនឹងនាំចេញប្រេងធំមួយរបស់អ៊ីរ៉ង់នៅក្នុងសារការពីថ្ងៃសុក្រទី13មីនាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបង្ហោះសារហើយនឹងបញ្ចេញវីដេអូដែលបង្ហាញថាអាមេរិកគឺបានបាញ់កំទេចរាល់ទីតាំងយោធាជាច្រើនកន្លែងរបស់អ៊ីរ៉ង់នៅលើកោះខាកលោកត្រាំនៅបានគម្រាមថានឹងបញ្ជាឲ្យបាញ់បំផ្លាញទីតាំងហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៊ីរ៉ង់នៅលើកោះមួយនេះបើសិនជាអ៊ីរ៉ង់នៅតែបិទគប់បង្កគ្រោះថ្នាក់នៅច្រកសមុទ្រអុកម៉ូសតទៅទៀតអ៊ីស្រាអែលនៅវិញដែលដឹកនាំការវាយប្រហារផ្លូវអាកាសយ៉ាងសន្ធប់ទៅលើអ៊ីរ៉ង់ដែរបានអះអាងនៅថ្ងៃសុក្រថានៅក្នុងរយៈពេលតែ24ម៉ោងកងទ័ពអ៊ីស្រាអែលបានវាយប្រហារទៅលើទីតាំងចំនួន200នៅភាគកណ្ដាលហើយនិងភាគខាងលិចអ៊ីរ៉ង់ជាទីដែលមានជើងទ្រសម្រាប់បាញ់មីស៊ីលប្រព័ន្ធការពារដែនអាកាសហើយនិងទីតាំងផលិតអាវុធរបស់អ៊ីរ៉ង់គួរបញ្ជាក់ថាទោះបីជារងការវាយប្រហារពីគ្រប់ទិសរបស់អាមេរិកហើយនិងអ៊ីស្រាអែលរបបតេរ៉ង់ក្រោមការដឹកនាំរបស់អគ្គមេកទូតថ្មីរបស់អ៊ីរ៉ង់មិនបានបង្ហាញសញ្ញាចុះចាញ់នោះទេផ្ទុយទៅវិញគឺមានតែការសងសឹកនៅថ្ងៃស្អែកនេះស្ថានទូតអាមេរិកនៅប្រទេសអ៊ីរ៉ាក់បានរងការខូចខាតនៅក្នុងការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ម្យ៉ាងដូចជាការប្រមានទុករបស់ខ្លួនដែរអ៊ីរ៉ង់គឺបានអូសទាញប្រទេសមហាសេដ្ឋីប្រេងដទៃទៀតឲ្យធ្លាក់ទៅក្នុងភ្លើងសង្គ្រាមបញ្ឆេះដោយអាមេរិកហើយនិងអ៊ីស្រាអែលលើកនេះអ៊ីរ៉ង់បានបើកការវាយប្រហារទៅលើទីតាំងស្តុកប្រេងហ្គាសហើយនិងសម្ព័ន្ធមិត្តរបស់អាមេរិកដូចជាកាតាអារ៉ាប៊ីសាអូឌីតអេមីរ៉ាតអារ៉ាប់រួមកូវ៉ាត់ហើយនិងអូម៉ង់ជាដើមអ៊ីរ៉ង់នៅបានបិទគប់ច្រកសមុទ្រអុកម៉ូសតាមរយៈការរាយគ្រាប់មីនហើយនិងស្ទាក់វាយប្រហារមិនឲ្យកប៉ាល់ដឹកប្រេងឬក៏កប៉ាល់ដឹកទំនិញចេញចូលឆ្លងកាត់ទៅក្នុងឈូងសមុទ្រពាក់អ៊ីរ៉ង់បានផ្ដល់សញ្ញាហើយថាបើសិនជាអាមេរិកមិនបញ្ឈប់សង្គ្រាមវាយប្រហារអ៊ីរ៉ង់ទេនោះគឺប្រទេសមហាសេដ្ឋីប្រេងទាំងអស់នៅក្នុងតំបន់ដើមបូព៌ាក៏ត្រូវតែឆាប់ឆេះរងគ្រោះជាមួយនឹងអ៊ីរ៉ង់ដែរចំពោះអ៊ីរ៉ង់សង្គ្រាមដែលនាំមានតែមហន្តរាយមកដល់ដើមបូព៌ានេះនឹងអាចចុះរលត់វិញបើសិនជាប្រទេសមហាសេដ្ឋីប្រេងដាក់សម្ពាធទៅលើសម្ព័ន្ធមិត្តរបស់ពួកគេនោះគឺលោកដូណាល់ត្រាំដែលជាអ្នកបញ្ឆេះសង្គ្រាមនៅអ៊ីរ៉ង់